ជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះថ្ងៃអាទិត្យអញ្ចឹងហើយក៏ប្អូនមកធ្វើជាមួយនឹងនំបញ្ចុកទឹកខ្ជាយអ្នកខេត្តកពតបងប្អូនទៅនងឯងបងប្អូននិយាយថាត្រីស្រែយើងណាទៅស្រាហ្នឹងឃើញគេថាសតពងបងប្អូនទាំងអស់គ្នាអញ្ចឹងទៅក៏យកមកធ្វើទឹកនំបញ្ចុកតែម្ដងទៅបងប្អូនទាំងអស់គ្នាអើយទៅនងខ្លាំងមែនតើហើយទឹកនំបញ្ចុកយើងនេះគឺមានឈ្មោះថាសម្លទឹកខ្ជាយបងប្អូនហើយមានពេលគឺថាយើងស្ងោរត្រីឆ្អិនទៅហើយយើងងាកមកកិនគ្រឿងក្លុកគ្រឿងអីឲ្យហើយមកបន្តមកទៀតគឺយើងបេះត្រីនឹងយកមកដាក់បុកច្បល់ចូលគ្នាជាមួយនឹងគ្រឿងរបស់យើងមកបងប្អូនហើយគ្រឿងយើងនេះគឺមានខ្ទឹមខ្ជាយហើយយើងលាយជាមួយនឹងល្មៀតបន្តិចទៅបងប្អូនដើម្បីយកពណ៌វាឲ្យឃើញស្អាតអញ្ចឹងណាបន្តមកទៀតគឺយើងបុកច្បល់ចូលជាមួយនឹងសាច់ត្រីហើយអស់ហើយយើងចាប់ផ្ដើមមកជ្រុំប្រហុកសម្លទឹកខ្ជាយយើងអត់ចោលប្រហុកទេបងប្អូនប្រហុកខ្មែរយើងពេលដែលជ្រុំទៅគឺឈ្ងុយខ្លាំងមែនទែនបងប្អូនអើយទៅដល់មកផ្ទះពីរផ្ទះហើយនៅបងប្អូនបន្ទាប់ពីយើងជ្រុំប្រហុករួចរាល់អស់យើងចាប់ផ្ដើមបង់គ្រឿងបងប្អូនមានអំបិលអំបិលមិនដាក់អីបងប្អូនដោយសារតែអំបិលយើងដាក់រួចហើយពេលដែលយើងបង់ត្រីស្ងោរអញ្ចឹងហើយយើងដាក់ម្សៅស៊ុបខ្នុរប៊ីចេងទឹកត្រីស្ករសបងប្អូនបន្តមកទៀតគឺយើងចាប់ផ្ដើមបង់ជាមួយនឹងត្រីហើយនឹងគ្រឿងដែលយើងបុកចូលគ្នាហ្នឹងយើងទុកវាឲ្យពុះបែបនេះមកបងប្អូនទាំងអស់គ្នាប្រហែលជា10នាទីឬក៏15នាទីអីគឺឆ្អិនហើយនេះសម្លទឹកខ្ជាយយើងបងប្អូនគេថាសម្លបែបអ្នកខេត្តកពតបងប្អូនទាំងអស់គ្នាតំណងខ្លាំងមែនតែនជាពិសេសគឺសិតតពងតែម្ដងត្រីយើង